Bruno Fernandes អីយ៉ាងមិនទាន់តាណាឆ្ងាយទេ Ronaldo Cristiano Ronaldo ក្របទី2គឺរកបានដោយកីឡាករបាទ Cristiano Ronaldo នៅនាទីទី72បាទជំរាបសួរប្រិយមិត្តបាទតតជាទីមេត្រីស្វាគមន៍សាជាថ្មីបាទថ្ងៃនេះគឺជាថ្ងៃទី24ខែមីនាឆ្នាំ2025ថ្ងៃនេះ admin មកប្រកាសលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ UEFA Nations League វគ្គ Final ហើយក៏ជាជើងទី2ដែរអូខេឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទគូទី1នេះគឺជួបគ្នារវាងក្រុមជម្រើសជាតិអេស្ប៉ាញប៉ះជាមួយនឹងក្រុមជម្រើសជាតិ Netherlands បាទលទ្ធផលផ្លូវការនៅពេលចប់ការប្រកួតបាទតង់ទី2គឺ2ស្មើហើយក៏មានការថែមម៉ោងរហូតដល់2ដងនៅតែលទ្ធផល3ស្មើទៀតបាទគឺនៅតែស្មើគ្នាអញ្ចឹងហើយគឺឈានទៅដល់ការពេលនឹងទីបាទក្រោយបញ្ចប់ការពេលនឹងទីលទ្ធផលផ្លូវការគឺ5-4បាទគ្រាប់បាល់ពេលនឹងទីអញ្ចឹងក្រុមម្ចាស់ផ្ទះក្រុមជម្រើសជាតិអេស្ប៉ាញគឺបានឈ្នះហើយក៏សូមអបអរសាទរទៅដល់ក្រុមជម្រើសជាតិអេស្ប៉ាញបាទបានឡើងទៅវគ្គបន្តទៀតឥឡូវយើងមកមើល detail 3គ្រាប់រវាងក្រុមទាំងពីរបាទក្រុមជម្រើសជាតិអេស្ប៉ាញមុនគេ3គ្រាប់របស់ក្រុមម្ចាស់ផ្ទះជម្រើសជាតិអេស្ប៉ាញគ្រាប់ដំបូងគេគឺរកបានដោយកីឡាករអូយ៉ាសាបលបាទនៅនាទីទី8នាទីស៊ីមួយគ្រាប់ដោយ Mikel Oyarzabal ចំណែកឯគ្រាប់ទី2ក៏ Oyarzabal ដដែលគឺនៅនាទីទី67និងគ្រាប់ទី3គឺជាគ្រាប់ extra time បាទគ្រាប់ថែមម៉ោងគឺរកបានដោយកីឡាករ Lamine Yamal នៅនាទីទី103ឥឡូវយើងមកមើល detail របស់បាទ Netherlands វិញបាទក្រុមភ្ញៀវ3គ្រាប់របស់ Netherlands បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ DP នៅនាទីទី54បាទ Memphis DP ចំណែកគ្រាប់ទី2គឺរកបានដោយកីឡាករ Madsen នៅនាទីទី79បាទ Ian Madsen និងគ្រាប់ទី3គឺរកបានដោយកីឡាករSimon នៅនាទីទី109គឺជាគ្រាប់បាល់នៅ extra time ចូលដល់គូទី2គឺជួបគ្នារវាងក្រុមម្ចាស់ផ្ទះបាទជម្រើសជាតិប៉ូទុយហ្គាល់ប៉ះជាមួយនឹងក្រុមភ្ញៀវបានដាណឺម៉ាកការប្រកួតកាលពីជើងទី1បាទរវាងដាណឺម៉ាកនិងប៉ូទុយហ្គាល់បាទកាលជើងទី1គឺប្រកួតនៅទឹកដីដាណឺម៉ាកលទ្ធផលផ្លូវការគឺដាណឺម៉ាកគេយកឈ្នះ1-0តែកាលពីរាត្រីយប់មិញនេះបាទគឺជើងទី2មកប្រកួតនៅទឹកដីរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់វិញម្ដងបាទលទ្ធផលផ្លូវការគឺ5-2បាទលេងធំបន្តិចហើយបាទប៉ូទុយហ្គាល់ឥឡូវយើងមកមើល detail 5គ្រាប់របស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទគ្រាប់ដំបូងគេនោះគឺជាបាល់ goal on តែបញ្ចូលទីខ្លួនឯងបាទដោយកីឡាករ Anderson បាទនៅនាទីទី38គ្រាប់ទី2គឺរកបានដោយកីឡាករបាទ Cristiano Ronaldo នៅនាទីទី72បាទពូដូរកបានមួយគ្រាប់ដែរបាទចូលដល់គ្រាប់ទី3បាទគ្រាប់ទី3នេះគឺរកបានដោយកីឡាករបាទ Francisco Trincao ឈ្មោះលយបាទនៅនាទីទី86ចំណែកឯគ្រាប់ទី4គឺរកបានដោយបាទ Trincao ដដែលទៀតបាទនៅនាទីទី91 Francisco Trincao និងគ្រាប់ទី5គឺរកបានដោយកីឡាករ Gonzalo Ramos នៅនាទីទី115បាទចូលដល់គូទី3គឺជួបគ្នារវាងក្រុមម្ចាស់ផ្ទះបារាំងត្រូវប៉ះគ្នាជាមួយនឹងក្រុមភ្ញៀវក្រូអាតលទ្ធផលផ្លូវការគឺ2-0បាទអញ្ចឹងគូនេះគឺឈានទៅដល់ការសុទ្ធពេលនឹងទីដោយសារតែបាទការជើងទី1ធ្វើការប្រកួតនៅទឹកដីរបស់ក្រូអាតនោះបាទក្រូអាតគេស៊ី2បាទជើងទី2នេះគឺបារាំងស៊ី2វិញអញ្ចឹងស្មើគ្នាអញ្ចឹងការប្រកួតនេះឈានទៅដល់ការសុទ្ធពេលនឹងទីបាទលទ្ធផលផ្លូវការនៃការសុទ្ធពេលនឹងទីគឺក្រុមម្ចាស់ផ្ទះមន់គោកបារាំងបាទយកឈ្នះទៅលើក្រុមភ្ញៀវក្រូអាត5-4អញ្ចឹងបារាំងអបអរសាទរផងបារាំងបានឡើងទៅវគ្គបន្តទៀតឥឡូវយើងមកមើល detail បាទរបស់បារាំង2គ្រាប់ដំបូងគេនោះគឺរកបានដោយកីឡាករ Michael Olise នៅនាទីទី52និងគ្រាប់ទី2គឺរកបានដោយកីឡាករ Ousmane Dembele បាទនៅនាទីទី80បាទ Dembele គូទី4បាទគឺជួបគ្នារវាងក្រុមម្ចាស់ផ្ទះបាទ Germany អាល្លឺម៉ង់ត្រូវប៉ះគ្នាជាមួយនឹងក្រុមភ្ញៀវអ៊ីតាលីគូនេះលទ្ធផលផ្លូវការគឺ3-3បាទ3ស្មើបាទគូទី4នេះធ្វើត្បិតតែ3ស្មើបាទលទ្ធផលផ្លូវការនៅជើងទី2ក៏ប៉ុន្តែក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់គឺអាចឡើងទៅវគ្គបន្តដោយសារតែកាលពីជើងទី1គឺលទ្ធផលផ្លូវការនោះគឺ Germany បាទអាល្លឺម៉ង់បាទធ្វើការប្រកួតនៅក្នុងទឹកដីអ៊ីតាលីនោះគឺលទ្ធផល
ផលផ្លូវការ2ទល់នឹង1បាទអាល្លឺម៉ង់រកបាន2គ្រាប់រហូតមកដល់ជើងទី2នេះគឺស្មើគ្នាក៏ប៉ុន្តែដោយសារតែលទ្ធផលជើងទី1គេឈ្នះអញ្ចឹងអបអរសាទរទៅដល់ក្រុមជម្រើសជាតិអាល្លឺម៉ង់មកឡើងទៅវគ្គបន្តទៀតឥឡូវយើងមកមើល detail 3គ្រាប់របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់គ្រាប់ដំបូងគេរបស់អាល្លឺម៉ង់នោះគឺរកបានដោយកីឡាករគីមិចនៅនាទីទី30ជូហ៊ូគីមិចចំណែកគ្រាប់ទី2គឺរកបានដោយកីឡាករចាម៉ាល់មូស៊ីឡានៅនាទីទី36និងគ្រាប់ទី3គឺរកបានដោយកីឡាករបាទឃ្លីនឌៀននៅនាទីទី45ធីមឃ្លីនឌៀនចំណែកឯ detail 3គ្រាប់របស់អ៊ីតាលីវិញម្ដងបាទគ្រាប់ដំបូងគេនោះគឺរកបានដោយកីឡាករម៉ុយសេខៀននៅនាទីទី49ចំណែកឯគ្រាប់ទី2គឺរកបានដោយកីឡាករបាទខៀនរ៉ាដែលនៅនាទីទី69និងគ្រាប់ទី3គឺរកបានដោយកីឡាកររ៉ាស្ប៉ាដូរីនៅនាទីទី90+5បើការបង្ហាញលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ UEFA Nations League វគ្គ Final ជើងទី2នេះគឺបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត